ជម្រាបសួរពុកម៉ែបងប្អូនទាំងគ្នាបាទថ្ងៃនេះក្រុម Block Master បានមកដល់ទីតាំងផ្សារអូជ្រៅចុះពីផ្សារទៅ4គីឡូដីមកភាគខាងត្បូងហើយយើងមកដាក់ម៉ាស៊ីនអតិថិជនបាទនេះគឺទីតាំងរបស់អតិថិជនដែលគាត់កំពុងតែរៀបចំថ្មីការដ្ឋានរបស់គាត់ជាឃ្លាំងដេប៉ូលក់គ្រឿងសំណង់ផងហើយគាត់ធ្វើអត់ទាន់ហើយទេតែម៉ាស៊ីនបានដឹកមកដល់ទីតាំងរបស់អតិថិជនផ្ទាល់បាទឥឡូវក្រុមការងាររបស់ Block Master បានរៀបចំបង្រៀនរបៀបផលិតឥដ្ឋជូនអតិថិជនឥឡូវគាត់កំពុងតែធ្វើការផលិតហើយដែលម៉ាស៊ីនយើងបានដំឡើងតាំងពីថ្ងៃម៉ោង12បាទយើងមកដល់ម៉ោង12ហើយបោប្លុកទៅមកយើងបានដំឡើងនឹងតភ្ជាប់ប្រព័ន្ធភ្លើងរួចរាល់ហើយនឹងធ្វើការផលិតសាក់បងបាទចឹងជាងរបស់ខ្ញុំបានផលិតឲ្យមើលវាហើយឥឡូវចូលដល់ជាងរបស់ម្ចាស់សិប្បកម្មគាត់រៀនផលិតម្ដងបាទឥឡូវយើងទៅឲ្យគាត់ធ្វើការរៀនផលិតបាទឥឡូវគាត់មើលអាចផលិតបានហើយអត់ពិបាករៀនទេពុកម៉ែបងប្អូនហើយមើលទៅតាមខ្សែវីដេអូនេះពុកម៉ែបងប្អូនអាចផលិតបានដូចគ្នាម៉ាស៊ីននេះស្រីឬស្រីក៏អាចកាន់ប្រើប្រាស់ផលិតបានដែរមិនប្រកាន់ថាប្រុសស្រីទេព្រោះវាអត់ទៅការកម្លាំងធ្ងន់ពេកទេសម្រាប់កាន់ម៉ាស៊ីននេះឈុតពុំ2ប្រើបងបញ្ជាបាទแล้วក៏ធ្វើការតាក់របស់ក្នុងការផលិតហើយអំបញ្ញនេះក្រុមការងាររបស់ Master បានធ្វើការផលិតឲ្យគាត់មើលឥឡូវគាត់តាក់របស់ផលិតឲ្យខ្លួនឯងបាទប្រញាប់ដកជើងពេកបាទទៅសកត់ឲ្យរៀងយូរតិចដើម្បីឲ្យមានលំញ័រវាបង្ហាត់ឥដ្ឋបានណែនល្អហើយចេញជារូបរាងឥដ្ឋរាងឥដ្ឋនេះកម្ពស់វា38ដែលមានបដោយ3/9ហើយនឹងមុខកាត់6ហ៊ុនកន្លះបាទមុខកាត់6ហ៊ុនកន្លះទីតាំងដោយសារយើងរៀបចំអត់ទាន់តិជនរបស់យើងរៀបចំអត់ទាន់ហើយចឹងខ្ញុំអត់ទាន់កន្លែងរៀបចំវាយដាក់ឲ្យបានរៀបរយត្រឹមត្រូវហើយយើងจะដាក់ឲ្យអតិជនមើលសិនទៅខ្ញុំវាយចេញជារូបរាងអត់បានប៉ុណ្ណេះពុកម៉ែបងប្អូនអាចមើលបានថាសាច់អត់ស្អាតអត់ហើយគុណភាពមិនដែរបាទមួយកំណាត់ថ្ងៃពេញហើយក្នុងការដំឡើងហើយយើងដំឡើងហើយនៅវាម៉ោង4អញ្ចឹងយើងធ្វើការផលិតសាក់លបងឲ្យអតិជនមើលហើយនឹងបង្រៀនគាត់ឲ្យរៀនផលិតនេះដោយសារតែអត់មានឧបករណ៍ក្តាបកលាប់ឥដ្ឋយកទៅហាលដល់ពេលអញ្ចឹងយើងលាយអត់ដាក់ស៊ីម៉ងទេយើងលាយអត់ដាក់ស៊ីម៉ងទេហើយយើងវាយឲ្យគាត់រៀនវាយឲ្យចេះវាយចេះផលិតឥដ្ឋវាយសាក់លបងវាយលេងអញ្ចឹងហើយដឹងថាដំណើរការនៃការផលិតរបស់វាយើងផលិតវាមិនបាទវាយអស់តែ1ម៉ូតើច្បាស់ចាស់ហ៎ខ្លាទេនេះរោងសំណង់របស់គាត់ទៅតែរៀបក្រុងឆ្អឹងដំបូលហើយទីទៀតគាត់នឹងឡើងរួចរាល់នឹងការងារច្រើនដែលត្រូវធ្វើម៉ាស៊ីនក៏ចូលគ្រឿងសំណង់ក៏រៀបបង្គំការងាររៀបរវល់ទៅឯខែហ្នឹងបីបាត់ជាខែចេញភាសាហើយអាងារចាប់ផ្ដើមរៀបចំឲ្យរឿងរាល់មកពេលនៅជ្រកាក់ហើយ
ជារដូវសាងសង់កាន់តែច្រើនតម្រូវការនៃការកបោក៏ច្រើនបងហើយបាទពីប្រសេសនៃការផលិតរបស់គាត់មិនជាបញ្ហាទេបាទនេះមានស៊ីបងនេះអត់ចាក់ចោលនេះដាក់ស៊ីបងហើយវាមើលទៅរៀងហាប់ល្អតែនេះអត់មានស៊ីបងក៏វាយបាត់ដឹងថាពីរបៀបវាយមិនទេដាក់ស៊ីបងក៏បានដែរសារតែយើងអត់មានក្តាបានអញ្ចឹងនេះក្តាសម្រាប់ត្រូអត់ហាវទេក្តានេះដឹងក៏មានក្តាហ្នឹងបានយើងយកមកសម្រាប់ហាវបានតែពេលអត់មានយើងឲ្យគាត់រៀនវាយថ្មតទេទៅថ្មតទេក៏វាយជាប់ដែរតែគាត់ថាពេលហ្នឹងទៅអត់ជាប់ទេវិញផងដែរហើយយើងមើលមក whole process មែនទេមកដំណើរការរបស់គាត់ហ្នឹងបញ្ចប់តែម្ដងហើយតែជន់សកលទៅជន់ឲ្យយូរតិចទៅកុំជន់ប្រញាប់លេងតិចតែលេងពេកអត់មានគុណភាពដែរហើយញ័រឲ្យយូរតិចដើម្បីឲ្យវាហាប់ណែនល្អចាអស់នៅទៅលើពេញវាយទៅអស់ហើយថ្មនេះវាស្អិតថ្មនេះវាស្អិតថ្មនេះបើថ្មនៅខាងខ្ញុំអត់ទៅស្អិតទេអត់ទៅស្អិតទេតែនេះទៀមទាឲ្យយើងសាតាមវាសាក្រោមគាត់ទៅបើដាក់ហ្មងវាអត់ទៅស្អិតជាប់យ៉ាងតែអត់ទៅគាត់ទៅវាយគាត់ដាក់ស្នូលមើលទៅឃើញថាគាត់ផលិតរៀងស្ទាត់តិចហើយបាទណាក់ដៃតិចហើយឥឡូវយើងមកសួរម្ចាស់សិប្បកម្មនៅនេះតិចដើម្បីឲ្យគាត់ប្រមូលផលិតផលគាត់ឲ្យគាត់មានលក់អីខ្លះហើយលេខទូរស័ព្ទប៉ុន្មានគាត់មានឈ្មោះអីបាទអើបងសួស្ដីសូមសភាតិចបងមានឈ្មោះអីដែរអូនរដ្ឋាអូនរដ្ឋាប្រកបសិប្បកម្មលក់គ្រឿងសំណង់នេះយូរហើយចូល4ឆ្នាំហើយចូល4ឆ្នាំហើយបាទអញ្ចឹងគ្រឿងសំណង់មានអីខ្លះដែលបានលក់ដូរនៅនេះយើងលក់ខ្សាច់ដែកគ្រឿងសំណង់គ្រប់ប្រភេទគ្រឿងសំណង់គ្រប់ប្រភេទអត់ទាន់មានទេឥឡូវទៅតែមានទេយកអត់អីគេដែរអត់បុកមកបាទអត់បុកខាង Block Master Block Master ខាងខ្ញុំគាត់ឲ្យឈ្មោះថាអត់បុកបាក់ឋានតែម្ដងបាទកុំឲ្យបាក់រដោយសារថាជាប្រភេទដែលផលិតចេញពីកំទេចថ្មធម្មជាតិសុទ្ធ 100% ដែលមានគុណភាពល្អហើយជាកាកសំណល់នៃការកាន់បំបែកថ្មដែលយកទៅអភិវឌ្ឍផ្លូវថ្នល់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលហ្នឹងកំទេចថ្មហ្នឹងវាត្រូវបានបោះចោលតែយើងបានយកមកកែច្នៃដើម្បីធ្វើជាឥដ្ឋឲ្យមានប្រយោជន៍ដើម្បីលក់និងយកទៅប្រើប្រាស់សាងសង់បានសំណង់គ្រប់ប្រភេទបាទអញ្ចឹងទីតាំងដែលបងលក់គ្រឿងសំណង់នេះនៅអាស័យដ្ឋានណាហើយអាចប្រាប់ពុកម៉ែបងប្អូនបានទេឲ្យគាត់ជួយគ្រប់គ្រងអញ្ចឹងនៅភូមិយាអត់ឃុំកូរសតស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ
ចឹងលេខទូរស័ព្ទបាទ 097 93 4252 អូខេមានន័រខ្សែទេ ខ្សែនេះលេខជប៉ុនផ្លេចអត់ ចាំខ្ញុំដាក់បន្ថែមលើអេក្រង់បាទប្រាប់តែកំងដឹកដល់ណា ឲ្យតែកំងទីរូបស្រុកអូជ្រៅដឹកដល់ទីគេអត់ថានោះ ហើយពេលណាអាចមានអត់ឲ្យតិជន គេឆាប់នេះ ឆាប់ឲ្យដោយសារអី រៀបហើយ ដោយសាររោងកុំទាន់រីតឌីរោងកន្លែងមិនទាន់រីតឌី 100% ឡើយទេនៅថែមសម្ភារៈមួយចំនួនទៀតសម្រាប់ដំណើរការផលិតបាននៅខ្វះធ្នៅដែកហើយនឹងកណោកដាទ្របអត់ហាវបាទអញ្ចឹងសូមអរគុណដល់អតិថិជនដែលបាននឹងគ្រប់ត្រូលទៅនេះមានពាក្យអីផ្លែផ្ដាំអតិថិជនឲ្យជួយគ្រប់ត្រូល ដល់ណាក៏ដឹកដែរឲ្យតែកំង អូខេមានតែប៉ុណ្្នឹងទេណាបាទអញ្ចឹងអតិថិជន Blockmaster បាទនៅគ្រប់ខេត្តក្រុងបាទនៅលើនេះនៅបន្ទាយមានជ័យស្រុកអូជ្រៅទីរួមស្រុកអូជ្រៅភូមិកូនតាសតបាទជាមួយនឹងបងម្ចាស់សិប្បកម្មហូនរដ្ឋាហូនរដ្ឋាហៅពៅបាទអត់ចាំទេបាទអត់ចាំឥឡូវមានអ្នកបោះប្រយុងបាទអញ្ចឹងអរគុណច្រើនបងហើយគោរពលាដល់អតិថិជននិងប្រិយមិត្តដែលបានទស្សនានៅ Channel YouTube ខ្ញុំហើយបាទអញ្ចឹងសូមគោរពលាបាទ